Hello អ្នកនរគ្នា welcome back ជាមួយខ្ញុំ Lin Vlog ថ្ងៃនេះដែរគឺទៅញ៉ាំអីមកកន្លែងទៀតហើយសម្រាប់កន្លែងនេះខ្ញុំឲ្យឈ្មោះថាអាសាដែលកន្លែងហ្នឹងគឺតំបើកឯអ្នកនរគ្នាកន្លែងអាសានៅហ្នឹងគឺមាន2ជាន់សម្រាប់ជាន់ផ្ទាល់ដីគឺកន្លែងដែលមានប្រភេទ food ក៏ដូចជា drink ធម្មតាប៉ុន្តែបើនៅខាងលើវិញគឺយើងមានទាំងប្រភេទ soup ចិន soup ស៊ីឈ្មោះដែលរសជាតិឆ្ងាញ់មែនតើហើយអ្នកដែលគាត់ចូលចិត្តលាយគ្រឿងខ្លួនឯងសម្រាប់ soft ដែលចូលចិត្តញ៉ាំបែបណាគឺអាចលាយតាមចិត្តហើយបើកន្លែងមកប្រភេទ soup នៅហ្នឹងគឺឆ្ងាញ់ជាពិសេសគឺស៊ីឈ្មោះមកអ្នកនរគ្នារសជាតិគឺខ្ញុំពេញចិត្តខ្លាំងមកហើយសម្រាប់ drink ជាប្រភេទមេធីអីក៏មានលក់ដែរខ្ញុំញ៉ាំមិនហ្នឹងហើយគឺខ្ញុំញ៉ាំមួយ soup ស៊ីឈ្មោះមកបើសិនជាឲ្យខ្ញុំរ៉ាត់គឺខ្ញុំរ៉ាត់ឲ្យ9លើ10គ្រប់រសជាតិអាហារក៏ដូចជាបន្លែដែលយើង add ថែមគឺសុទ្ធតែឆ្ងាញ់ហើយស្រស់ហើយថ្មីទៀតបាច់មើលណាច្រើនទេមើលតែមាត់ខ្ញុំអ្នកញ៉ាំហ្នឹងគឺដឹងថាឆ្ងាញ់មិនឆ្ងាញ់មកហើយបើណាគេដែលគាត់ចង់សាកទៅញ៉ាំអាចមកសាកបានកន្លែងនេះទំបើកថ្មីថ្មោងទេហើយកន្លែងថតរូបនៅជាន់ខំដែលខ្ញុំបង្ហាញហ្នឹងក៏គឺមានកន្លែងថតរូបច្រើនស្អាតដែរតែគ្រាន់តែពេលហ្នឹងយើងអត់សូវបានថតអីច្រើនទេហើយបើនិយាយពីគៀវដែលខ្ញុំកំពុងញ៉ាំក្នុងវីដេអូហ្នឹងOh my god អ្នកនរគ្នាខ្ញុំ feeling good ជាមួយនឹងអាហារនេះនឹងគឺវាឆ្ងាញ់មែនតើហ្មងអានេះខ្ញុំឲ្យ top 1 ក្នុងហ្នឹងសំខាន់ហៅថែមហើយគឺថាអ្នកលក់ប្រាប់ថាអាហ្នឹងគឺអស់ហើយអស់ត្រឹមខ្ញុំនឹងហ្មងហើយខ្ញុំបានតាមខពេលប៉ុន្តែឆ្ងាញ់ឃើញចេញវីដេអូកន្លែងញ៉ាំអីច្រើនកន្លែងធ្វើអត់ប៉ុន្តែអត់មានប្រម៉ូទអត់មានអីទេគ្រាន់តែខ្ញុំចូលចិត្ត show នៅកន្លែងណាដែលខ្ញុំទៅញ៉ាំហើយរសជាតិឆ្ងាញ់គឺខ្ញុំ share ឲ្យអ្នកនរគ្នាហ្មងជាពិសេសគឺកន្លែងថតស្អាតចឹងអ្នកគេដែលចង់ជួបជុំពុកម៉ែញ៉ាំលក្ខណៈគ្រួសារចង់ញ៉ាំម្ហូបណាដែលឆ្ងាញ់ហើយអង្គុយទៅចែកគ្នាសប្បាយអីអាចមកសាកញ៉ាំនឹងបានកន្លែងនេះខ្ញុំអត់សូវបានថតបដោតទៅមនុស្សជុំវិញខ្លួនខ្ញុំឯងពួកអីជាប់ញ៉ាំអាហារឆ្ងាញ់ហើយសូម្បីតែថតហ្នឹងពេលខ្លះអត់សូវបានចាប់អារម្មណ៍ទៀតហើយវីដេអូនេះក៏ឈានដល់ទីបញ្ចប់ដែរអ្នកនរគ្នាបាយបាយ